រៀបចំម្ហូបបដាលឡស្លឹកដាំបាយបដាលងាកទៅមើលម៉ោងមានណាដល់ម៉ោង10កន្លះជាងចិត្តមិន10អញ្ចឹងទៅរួចរះទៅយកកូនហើយនេះចាក់ទឹកមកងាស់ឡឆាគ្រឿងអីឆ្អិនសពអស់ហើយប៉ុន្តែដល់វគ្គចាក់ទឹកទៅយើងចាក់ទឹកមកងាស់ឆ្អឹងឈុកនឹងហើយទៅចាំទៅយកកូនព្រោះគៀកដល់ម៉ោងណាហាច់នំអីមកក៏ជិះមកញ៉ាំមកនេះក៏ដល់នេះដល់កោនំនឹងគេញ៉ាំមួយកកោគួយធ្វើម្ហូបធ្វើជួធ្វើម្ហូបទឹកនឹងកូនក្លៀននេះទឹកមកពីយកចេះចាយនៅសាលាមកពីយកចេះចាយនៅសាលាធ្វើមកមិនទាន់ឆ្អិនមានណាកូនបើក្លៀនអញ្ចឹងឲ្យញ៉ាំនំមួយដល់កូនផ្ទះវិញហើយងាកមើលស្លដាក់ស្លមកងាស់ចោលចឹងជនីជ្រូកនេះចឹងមកងាស់ចោលហើយបានទៅយកកូនមកវិញចាំដាក់បន្លែដាក់រំងាស់ចោលលើមកពីយកកូនវិញសាច់ឈូកយើងវាផុយល្មមចឹងក៏ដាក់បន្លែចូលមកទៅនេះម៉ោងមិន10ជាងហើយបងប្អូនមិន10ជាងថ្ងៃត្រង់បាយថ្ងៃត្រង់លើស្លយើងចិត្តឆ្អិនណាបន្លែចូលប៉ុណ្ណេះមកងាស់ឲ្យរាងពុះផុយបន្លែតិចទៅដាក់តែជីហើយដាក់ជីរួចរាល់ហើយនៅមកដល់ផ្ទះវិញហ្នឹងក៏រត់រះមកធ្វើម្ហូបបន្តបើមិនចឹងទេធ្វើអត់ទាន់ទេព្រោះអីយើងមានពេលយូរទេណៃយើងចែកពេលធ្វើម្ហូបផងចែកពេលទៅយកកូនផងហើយគួរសមដែរហ្នឹងចង្ងាយពីផ្ទះទៅយកកូននៅសាលាមានតែកម្មភាពប្រចាំថ្ងៃតែប៉ុណ្្នឹងឯងមានតែធ្វើម្ហូបហើយនឹងទៅយកកូននៅសាលាហ្នឹងគ្រាន់តែពេលព្រឹកហ្នឹងពិបាកបន្តិចពួកអីម្នាក់ឯងហើយចឹងទៅកូនតូចផងកូនធំផងហើយតែមកតាបានរួចរាល់ម្ហូបពេលព្រឹកម្ដងហ្នឹងអូរញ៉េរញ៉ៃដូច្នេះហើយម្ហូបយើងហ្នឹងអត់ធ្វើអាណាដែលវាវែងឆ្ងាយចឹងនិយាយថារហូតដល់ម្ហូបណាដែលស្រួលធ្វើលឿនភ្លាមចាប់បានហូបចឹងឆ្អិនហើយចឹងយើងធ្វើការភ្លក់រសជាតិដាក់ចុះជីនាងលាក់បងប្អូនជីនាងលាក់ជីក្រហមជីអំបងចឹងដាក់ជាមួយស្លម្ជូរគ្រឿងត្រឡាចរបស់យើងគឺឆ្ងាញ់ជាងជីផ្សេងគឺមានក្លិនឈ្ងុយណាប៉ុន្តែធៀបពិតហ្នឹងខ្ញុំសូវចូលចិត្តទេជីហ្នឹងនិយាយមែនអ្នកផ្ទះខ្ញុំក៏ចូលចិត្តតែខ្ញុំអត់សូវចំណូលវាដូចចាញ់ក្លិនមិនទេតែគ្រាន់តែយើងយកមកដាក់ស្លអញ្ចឹងទៅវាមានក្លិនឈ្ងុយល្អនេះឈ្ងុយនេះតាមចំណូលចិត្តអ្នកខ្លះគេប្រើម្អមអញ្ចឹងទៅខ្លះគេប្រើម្រះព្រៅអញ្ចឹងទៅគាត់ថាខាងផ្ទះខ្ញុំនេះប្រើជីអំបងហ្នឹងវាមានក្លិនឈ្ងុយវាត្រូវជាមួយនឹងស្លម្ជូរតឡាចជូរគ្រឿងតឡាចយើងណាមួយឆ្អឹងជ្រូកនេះបងប្អូនដូចរាល់ណាឆ្អិនហើយអញ្ជើញហូបបាយទាំងអស់គ្នាបងប្អូនមកហូបផ្ទះខ្ញុំគឺបានស្លម្ជូរគ្រឿងតឡាចចាអរគុណបងប្អូនជម្រាប